បាទជំរាបសួរបងប្អូនជាទីនឹករលឹកជាទីស្លាញ់រាប់អានអញ្ចឹងប្រហែលថ្ងៃជាប់រពលអត់បានថតពីការវិវត្តនិងការដាក់ចំណីនិងការថែទាំកង្កែបឲ្យបងប្អូនមើលឥឡូវនេះគឺយើងតថតជូនដល់បងប្អូនយើងទៀតហើយសម្រាប់បងប្អូនអ្នកស្រឡាញ់វិស័យកសិកម្មចិញ្ចឹមកង្កែបក្នុងអាងក្នុងតង់បាទឬក៏ពាក់កណ្ដាលកង្កែបធម្មជាតិ50%តែនៅនេះគឺខ្ញុំចិញ្ចឹមបែបលើតង់បែបធម្មជាតិ70% 60%ឲ្យស៊ីជាមួយនឹងធម្មជាតិ40% ទៅ 50%ហើយវានៅតូចចេះអានេះតូចទេណាបងប្អូនអានេះវាមិនទាន់ធំទេតែតិចទេខ្ញុំមិនដែលបានថតតង់នេះឲ្យបងប្អូនមើលគឺវាមានចំនួនតិចទេបាទអញ្ចឹងគឺយើងអត់ទាន់ដាក់ឲ្យវាស៊ីធម្មជាតិទេនៅពេលដែលបាន2អាទិត្យឬក៏កន្លះខែទៀតបាទយើងអាចដាក់ឲ្យធម្មជាតិស៊ីបានណាភាសាឥឡូវនេះវាប្រហែលក៏ដៃកូនក្មេងទៅនៅឡើយទេអញ្ចឹងវានៅរៀងស្ទើរអញ្ចឹងយើងនៅដាក់ចំណីសម្រាប់ឲ្យវាស៊ី 100% សិនយើងថែយើងបំពន់វាឲ្យវាស៊ីធំធាត់លូតលាស់ល្អសិនបានយើងអាចណាបំបែវាកាត់បន្ថយចំណីការុងស៊ីចំណីធម្មជាតិបន្តិចម្ដងរហូតដល់វាស៊ាំបាទរហូតដល់វាស៊ាំយើងដាក់ចំណីធម្មជាតិ50%ចំណីកង្កែប50% ដើម្បីឲ្យកង្កែបរបស់យើងនឹងវាមានរសជាតិកាន់តែឆ្ងាញ់សាច់កាន់តែស្វិតហើយយើងកាត់បន្ថយការចំណាយបានយ៉ាងច្រើននៅក្នុងការដែលយើងចិញ្ចឹមបីបាច់ថែរក្សាក្នុងវិធីសាស្ត្រនៃអ្នកស្រឡាញ់វិស័យកសិកម្មចិញ្ចឹមកង្កែបហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹងកាលណាបើយើងអត់សូវយល់អត់សូវដឹងពីហ្នឹងទេយើងចិញ្ចឹម 100% យើងឲ្យស៊ីតែចំណីសម្រេចអ្វីដែលយើងបានមកគឺផលចំណេញហ្នឹងវាតិចហើយសាច់កង្កែបយើងមិនសូវឆ្ងាញ់វាមានក្លិនមានរសជាតិមានឆ្អាបមានអីចឹងណាតែដល់ពេលយើងចិញ្ចឹមបែបស្អាតផងអនាម័យផងយើងចិញ្ចឹមបែប50% ឬក៏40% ធម្មជាតិចឹងវារឹតតែធ្វើឲ្យល្អណាសាច់កាន់តែឆ្ងាញ់ស្វិតមានរសជាតិឆ្ងាញ់ណាធ្វើឲ្យមានបងប្អូនខ្លះទាំងកែបខ្លះវាមានក្លិនឆ្អាបក្លិនមិនសូវល្អអញ្ចឹងអាហ្នឹងដោយតាមរយៈការថែទាំរបស់យើងការដែលយើងឲ្យស៊ីហ្នឹងហើយមិនសូវជាសម្អាតទៀតណាអត់សូវសម្អាតទៀតអញ្ចឹងវាមានក្លិនវាមានអីចឹងទៅតែសម្រាប់កង្កែបដែលយើងចិញ្ចឹមបែប40% ឬក៏50% ធម្មជាតិគឺរសជាតិវាឆ្ងាញ់ហើយក្លិនអត់មានទេហើយវាសាច់ផាក់ផែនឹងធម្មជាតិដែរអញ្ចឹងណាហើយវាធំផាក់ផែនឹងធម្មជាតិដែរវាមិនយឺតដូចធម្មជាតិទេពីព្រោះវាមានចំណីប្រូតេអ៊ីនគ្រប់គ្រាន់ផងវាមានចំណីធម្មជាតិផងអញ្ចឹងវាជំនួយគ្នាទៅវាធ្វើឲ្យវាអាចធំធាត់លឿនបានអញ្ចឹងណាបងប្អូនហើយបងប្អូនដែលស្រឡាញ់វិស័យនេះល្អណាល្អដែរយើងអាចធ្វើក្រៅពីយើងធ្វើការងារយើងរវល់យើងធ្វើការងារយើងរកស៊ីអីផ្សេងក៏យើងអាចចិញ្ចឹមវាបានដែរពីព្រោះវាមិនតម្រូវឲ្យយើងនៅចាំនៅមើលវា24 ម៉ោងនោះទេណាដាក់តែចំណីឲ្យស៊ីព្រឹកល្ងាចរួចជាការស្រេចឬក៏ថ្ងៃត្រង់បើវានៅទូចតែយើងអត់ទិញយើងអត់បង្កាត់កូនខ្លួនឯងវាអត់នឿយអត់ហត់អីទេយើងទិញតែយើងមកដាក់តែចំណីព្រឹកល្ងាចជាការស្រេចហើយណាជាការស្រេចហើយវាអត់ពិបាកទេហើយបើយើងអាចដាក់ពេលថ្ងៃត្រង់មួយទៀតរត់តែល្អអាហ្នឹងបើសិនជាយើងអ្នកដែលធ្វើការងារហើយយើងមកផ្ទះវិញអញ្ចឹងបងប្អូនអញ្ចឹងហើយស្រឡាញ់វិស័យនេះគឺល្អមួយយ៉ាងសម្រាប់ជ្រុងមួយនៃកសិកម្មដែរណាបងប្អូនអូខេឥឡូវវាភ្លៀងវាមេឃនេះល្ងិតឈឹងហើយបងប្អូនឃើញមេឃរភ្លៀងអញ្ចឹងយើងអត់ដឹងថាធ្វើម៉េចថតឲ្យបងប្អូនមើលដែរពេលខ្លះវាល្ងិតវាភ្លៀងអត់ថតអីធ្វើអីមិនកើតហើយដល់ពេលយើងរវល់ផងនោះក៏ថតអត់បានថតឲ្យបងប្អូនមើលអូខេអរគុណច្រើនសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងអស់គ្នា
ចឹងបងប្អូនមានសំណួរបញ្ហាអ្វីតកតងនឹងកន្លឹះនៃការចិញ្ចឹមកង្កែបបង្កាត់ពូជកង្កែបអីបងប្អូនអាចសាកសួរបានពេលគាត់ថាចាប់ពីរដូវនេះទៅគឺយើងមិនអាចបង្កាត់កង្កែបបានទៀតទេណាយើងបង្កាត់លេងបានហើយអញ្ចឹងយើងបានតែសេះសល់ពីកូនកង្កែបដែលនៅតែប៉ុណ្្នឹងហើយអាចសេះសល់ខ្លះសម្រាប់បងប្អូនអ្នកដែលបង្កាត់ដោយអកមូនដែលមានបច្ចេកទេសខ្លះគេអាចធ្វើបានណាគេអាចធ្វើបានណាបងប្អូនតែខាងខ្ញុំអត់មានទេមានតែកង្កែបពូជណាកែបពូជហើយនឹងកង្កែបសាច់អូខេអរគុណច្រើនបងប្អូនដែលតាមដានទស្សនាជាមួយខ្ញុំផានរដ្ឋា